បុយតានីលគឺជាប្រភេទថ្នាំស្មៅពិសេសម្យ៉ាងសម្រាប់ប្រើប្រាស់ក្នុងដំណាំស្រូវដែលមានលក្ខណៈពិសេសសំខាន់ពីររួមបញ្ចូលគ្នាក្នុងដបតែមួយគឺការឃុំគ្រាប់ស្មៅដែលមិនទាន់ដុះផងនិងសម្រាប់ស្មៅដែលបានដុះហើយផងឬជាទូទៅត្រូវបានគេហៅថាថ្នាំឃុំនិងសម្រាប់ហេតុអ្វីបងតាមដុះដំណាំស្រូវត្រូវជ្រើសរើសប្រើប្រាស់បុយតានីល 700 EC ខ្ញុំមានហេតុផលសំខាន់ចំនួន3គឺទី1វាសមស្របសម្រាប់អ៊ំភូមិប្រជាកសិករដែលមមាញឹកជាពិសេសនៅក្នុងរដូវសម្រក់ព្រោះផលិតផលបុយតានីល 700 EC នេះវាល្អប្រើសម្រាប់ស្រូវចន្លោះអាយុចាប់ពី5ទៅ15ថ្ងៃក្រោយពេលព្រោះទី2វាមានកំហាប់ភាពសកម្មខ្ពស់ចំនួនចុងក្រោយនិងមានសុវត្ថិភាពចំពោះដំណាំស្រូវព្រោះបុយតានីលត្រូវបានបូកបញ្ចូលនៅធាតុសុវត្ថិភាពដើម្បីកុំឲ្យមានការឆេះស្លឹកស្រូវដោយផលិតផលដទៃទៀតទី3បុយតានីល 700 EC ងាយស្រួលក្នុងការប្រើប្រាស់ព្រោះវាឃុំទាំងគ្រាប់សម្រាប់ទាំងស្មៅដុះហើយសម្រាប់បានទាំងពពុះកោះនិងពពុះស្មៅគ្រប់ប្រភេទកម្រិតប្រើប្រាស់ចំពោះស្រូវអាយុ5ទៅ10ថ្ងៃប្រើប្រាស់100ទៅ120មីលីលីត្រក្នុងទឹក20លីត្រឬ1លីត្រក្នុង1ហិកតាដីទី2ចំពោះស្រូវអាយុពី11ទៅ15ថ្ងៃប្រើប្រាស់150ទៅ200មីលីលីត្រក្នុងទឹក20លីត្រឬ1លីត្រកន្លះទៅ2លីត្រក្នុងដី1ហិកតាកម្ចាត់ស្មៅក្នុងដំណាំស្រូវអាយុចន្លោះពី5ទៅ15ថ្ងៃសូមកុំភ្លេចជ្រើសរើសបុយតានីល 700 EC